Thailand bans Cambodian vehicles at Sake border ប្រទេសថៃ bans ណាហាមឃាត់ឬក៏ហាមប្រាមនៅ Cambodian vehicles vehicle មានយានជំនិះ Cambodia មានកម្ពុជាទាំងអស់ឬក៏កម្ពុជាជាច្រើនប្រភេទចឹងក៏បានដែរណានៅSake border ណាគឺច្រកព្រំដែនស្រះកែវចឹងប្រទេសថៃហាមឃាត់យានជំនិះកម្ពុជានៅក្នុងឬក៏នៅច្រកព្រំដែនស្រះកែវសំបើកញ្ចក់មួយសម្រាប់វគ្គកាសែតមានការ portion free សភៅមួយក្បាលមានអ្នកបងចុះឈ្មោះវគ្គកាសែតថ្ងៃនេះរហូតដល់ថ្ងៃទី30មិថុនា2025គឺយើងផ្ដល់ជូនសៀវភៅវគ្គសាប់កាសែតរបស់គេឌូយើងដែលមានតម្លៃ$12ហ្នឹងមួយក្បាលដែលគេថ្លៃមានន័យថាបងតែវគ្គកាសែតទេចំណេញបានសៀវភៅក្បាលពួកអ្នកមើលពុំមាននៅក្នុងចំណងជើងវីដេអូនេះហើយអាចតាក់ទងចុះឈ្មោះបានរបៀបសិក្សាយើងបានដាក់ជូននៅក្នុងចំណងជើងតែម្ដងណាហើយការ promotion ក៏មានកំណត់ត្រឹមថ្ងៃ30អញ្ចឹងបងអាចតំណែងបានជួបអត់បើយើង Thai military authorities have imposed new restrictions on vehicles entering from Cambodia through Sakao province a move that could further strain cross-border relations amid rising diplomatic tensions អញ្ញាធិយោធាថៃបាន post ผมមានដាក់ស្នាលើដាក់ការរដ្ឋបတ်ណាដាក់បំរាមទៅ impose នៅ restriction ណាការរដ្ឋបတ်ថ្មីទៅលើយានជំនិះឬក៏យានយន្តដែលចូលពីប្រទេសកម្ពុជាតាមច្រកឬក៏តាមខេត្តស្រះកែវ Sakao province a move that could further strain cross-border relations move មានថាជា move នេះសំដៅលើការដាក់ការរដ្ឋបတ်យានជំនិះមិនឲ្យចូលប្រទេសថៃណាវាជា move វាជាការរដ្ឋបတ်ថ្មីឬក៏វាជាសកម្មភាពថ្មីណាដែលអាចនឹងធ្វើឲ្យ strain ណាមានការ limit strain មានថា stretch to limit ណាដូចជាលក្ខណៈជាការរដ្ឋបတ်ឬក៏ជាការដាក់គំនាបបន្ថែមទៅលើទំនាក់ទំនង cross border ណាឆ្លងដែនamid ណាគណៈពេលដែរឬក៏កំឡុងពេលដែរភាពតានតឹងផ្នែកការទូតដែលមានការកើនឡើងរវាងប្រទេសទាំងពីរជាមានការដាក់ការរដ្ឋបတ်នេះវាហាក់នឹងជាវិធានការបន្ថែមណាដែលធ្វើឲ្យកាន់តែរដ្ឋបတ်ទៅលើទំនាក់ទំនងនៃការឆ្លងដែនរវាងប្រទេសទាំងពីរ In a high urgency directive issued today by Major General Benjapun Dicha Thiwong Na Ayutthaya commander of the Burapha force the Thai military has ordered a complete ban on the entry of push carts and hand-pulled carts with 6 wheels and more motorcycles bearing Cambodian license plates and all types of modified vehicles from Cambodia ចឹងសេចក្តីណែនាំ directive យើងអាចនិយាយថាសារាចរក៏បានដែរណាសារាចរមានការដាក់ការណែនាំទៅឲ្យមានការអនុវត្តអ្វីមួយណាហើយ urgency មានភាពបន្ទាន់ខ្លាំងមួយនេះគឺបានចេញស្នើចេញផ្សាយជាសាធារណៈណានៅថ្ងៃនេះដោយ Major General គឺឧត្តមសេនីយ៍តូឈ្មោះគាត់វិញណាវិជ្ជភុនដេចាទីវងណាអយុធយា Commander មេបញ្ជាការកងកម្លាំងបូរ៉ាផាដែលជាកងយោធាឬក៏ជាកងទ័ពរបស់ប្រទេសថៃបាន order ដាក់ចេញណាឬក៏ចេញនៅបញ្ជាណាគេ order នៅការហាមឃាត់ទាំងស្រុងទៅលើការចូលណាការចូលទៅក្នុងប្រទេសថៃណាដោយមាន push cart គឺស្ដាល់រទេះរុញណារទេះរុញបន្លែឬក៏ទំនិញឬក៏អីណា push carts ដល់ hand pull carts គឺរទេះអូសរទេះដែលយើងអូសដៃគឺមិនឲ្យមានការចូលឬក៏មិនឲ្យមានរទេះរុញនិងរទេះអូសនានាចូលសំទោសកន្លែងនេះយើងប្រែនេះភ្ជាប់មក with 6 wheel or more
រទេសដែលមានកង់6ឬក៏ច្រើនជាងហ្នឹងគឺមិនឲ្យចូលទៅកាន់ប្រទេសថៃទេ motorcycles ណាម៉ូតូដែលមានស្លាកលេខកម្ពុជាឬក៏ស្លាកលេខរបស់ប្រទេសកម្ពុជាក៏មិនឲ្យចូលដែរ all types of modified motorcycles ប្រភេទម៉ូតូកែច្នៃគ្រប់ប្រភេទទាំងអស់ដែលមកពីប្រទេសកម្ពុជាក៏ប្រតិបត្តិមិនឲ្យមានការចេញចូលទៅកាន់ប្រទេសថៃផងដែរ The directive which took effect at 9 a.m. on June 23, 2025 will remain in place until further notice សារាចរនេះគឺបានចូលជាធរមាននៅម៉ោង 9 ព្រឹកថ្ងៃទី 23 ខែមិថុនាឆ្នាំ 2025 ដែលនឹងនៅតែណាបន្តអនុវត្តរហូតទាល់តែមានសេចក្តីណែនាំណាបន្ថែមទៀតឬក៏មានសេចក្តីណែនាំថ្មីអញ្ចឹងគេថាបិទរហូតទាល់តែមានការណែនាំផ្សេងទៀតបានមានការអនុវត្តអីផ្សេងអញ្ចឹងទៅ The order applies to all major entry points in Sakha province including the permanent checkpoints at Ban Klong Luk, Ban Cao Din and the Thai Cambodian Friendship Bridge at Bonang Lan Stưng Bot អញ្ចឹងគេថាសេចក្តីណែនាំឬក៏សេចក្តីបញ្ជាសំដៅលើសារាចរខាងលើណាគឺ applies ណាអនុវត្តទៅគ្រប់ entry point ច្រកចូលសំខាន់ទាំងអស់នៅក្នុងខេត្តស្រះកែវដែលក្នុងនោះមានច្រកត្រួតពិនិត្យអចិន្ត្រៃយ៍ដូចជាបានខ្លងលឹកបានកៅដិនហើយនឹងស្ពានមិត្តភាពកម្ពុជាថៃដែលស្ថិតនៅបាននងឡានស្ទឹងបត់ណាស្ពានមិត្តភាពនេះគឺជាប់ជាមួយស្ទឹងបត់និងបាននងឡានជាខ្សែផងបើសិនជាឈ្មោះហ្នឹងខ្ញុំអានអត់សូវត្រូវណាព្រោះវាជាឈ្មោះអញ្ចឹងពិបាកបញ្ចេញសម្លេងឬអានឲ្យត្រឹមត្រូវ Temporary trade checkpoints at Banta Praya at Ban Nong Pru are also covered under the new measures គេថាច្រកពាណិជ្ជកម្មបដោះអាសន្នដែលស្ថិតនៅក្នុងតំបន់ Banta Praya និង Ban Nong Pru ក៏ស្ថិតក្រោមការអនុវត្តទៅលើវិធានការថ្មីនេះផងដែរអញ្ចឹងច្រកជួញដូរពាណិជ្ជកម្មនេះក៏គេបិទមិនឲ្យមានយានជំនិះក៏យានយន្តនានានេះចេញចូលផងដែរបងប្អូននៅដូចខ្ញុំជម្រាបអញ្ចឹងសារការ promotion វគ្គកាសែតគឺយើងមានការ free សៀវភៅមួយក្បាលបងចុះឈ្មោះវគ្គកាសែតថ្ងៃនេះដល់ថ្ងៃ30មិថុនា2025យើង free សៀវភៅវគ្គសាប់កាសែតដែលមានតម្លៃ$12មួយក្បាលចាំមានថាចំណាយវគ្គសិក្សាបងចំណេញបានសៀវភៅមួយក្បាលដែលមានតម្លៃ$12បងឯងចូលមកខាងទំព័ររបស់យើងមកខាងទំព័រ keduifanlearning.com ណាហើយអាចមកស្វែងរកវគ្គកាសែតបានហើយចូលសញ្ញាត្រី3កន្លឹងស្ដាប់ចូលកន្លែងវគ្គសិក្សាឬ courses ហើយវគ្គកាសែតវានៅក្រោមគេតិចដោយសារវគ្គហ្នឹងគឺនៅខាងក្រោមអញ្ចឹងបងឯងចូលមកឃើញហើយនេះវគ្គកាសែតឬក៏ English for newspaper translation អញ្ចឹងតម្លៃសិក្សា$9.9បងឯងមើលព័ត៌មានលម្អិតនៅក្នុងចំណងជើងវីដេអូនេះឬក៏ចាប់អារម្មណ៍ចុះឈ្មោះតាក់ទងចុះឈ្មោះយើង free សេវាដឹកជញ្ជូនសៀវភៅជូនបងប្អូនទៀតអញ្ចឹងប្រញាប់ឡើងការផ្ដល់ជូនក៏មានកំណត់ដែរ